នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Seraiពលរដ្ឋខ្មែរប្រមាណជាង 1000 នាក់មកពីរដ្ឋ South Carolina, Georgia និងរដ្ឋ North Carolina រួមទៅដោយជនជាតិដើមភាគតិចពីកម្ពុជាភាគច្រើនកាលពីថ្ងៃទី19 ខែតុលាបាននាំគ្នាធ្វើបាតកម្មនៅខាងមុខអគាររដ្ឋាភិបាលទីក្រុង Charlotte នៃរដ្ឋ North Carolina សហរដ្ឋអាមេរិកប្រឆាំងនឹងការបោះឆ្នោតដែលគេចាត់ទុកថាមានភាពមិនប្រក្រតីនៅកម្ពុជាអស់ច្រើនណាស់ធ្វើឲ្យប្រជាជនទឹកភ្នែកហើយសម្រាប់ថែមទៀតផងសូមឲ្យហ៊ុនសែននឹងចង់ចាញ់ជាមិនគាត់ហ៊ុនសែនយកជ័យ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 ហ៊ុនសែនមិនគោហ៊ុនសែនមិនគោហ៊ុនសែនមិនគោនៅក្រៅមេឃភ្លៀងរលឹមព្រិចព្រិចអមទៅដោយអាកាសធាតុដ៏ត្រជាក់ពួកគេបានស្រែកទាមទារឲ្យសហរដ្ឋអាមេរិកអង្គការសហប្រជាជាតិនិងសហគមន៍អឺរ៉ុបជួយអន្តរាគមន៍រកយុត្តិធម៌អំពីការបោះឆ្នោតនៅកម្ពុជាប្រកបដោយតម្លាភាពសមាជិកក្រុមប្រឹក្សាក្រុង Charlotte លោក John Otrey បានសម្ដែងការគាំទ្រចំពោះការទាមទាររបស់ក្រុមអ្នកតវ៉ាហើយជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់បន្តការទាមទាររបស់ខ្លួនរហូតដល់បានជោគជ័យកុំកន្តើយក្រោមបានតតាំងកាន់អវុធប្រយុទ្ធជាមួយនឹងខ្លាំងយើងតតាំងលំបានជោគជ័យខ្ញុំតាំងសារ៉ាដា Vuthu Azizi Serai ពីរដ្ឋធានី Washington